ថ្ងៃនេះមកពីធ្វើការវិញក៏ចូលទៅចក្រានបាយឃើញស្វាយនឹងមានប្រហែលថ្ងៃហើយតាំងពីនៅខ្ចីរហូតដល់ឥឡូវចិត្តទុំឡើងទុនអស់លេងអញ្ចឹងទៅយើងខ្ញុំក៏មាននេះប្រហុកសាច់ណាមានប្រហុកសាច់ហើយនឹងថៃឆ្អើថៃកញ្ចុះអញ្ចឹងទៅដូចឃ្លានដែររៀងហេវតិចដែរមកវិញអញ្ចឹងចាប់ផ្ដើមចិត្តស្វាយហើយដើម្បីបុកមួយប្រហុកហើយអញ្ចឹងទៅខ្ញុំគ្រឿងផ្សំខ្ញុំដាក់តែប្រទេស2-3ផ្លែមកហើយមើងខ្ទឹមយើងបកទៅហើយលាងវាស្អាតទៅហ្នឹងហើយបកលាងវាស្អាតទៅដើម្បីយើងយកមកដាក់ខ្ញុំមិនសូវដាក់ច្រើនទេព្រោះដោយសារក្នុងផ្ទះមានអ្នកមានគ្រួសារមានកូនអីគាត់តមកទេសអញ្ចឹងណាយើងដាក់តិចតួចទេកុំឲ្យថាអត់ដាក់សោះហើយបន្តមកទៀតយើងបុកវាឲ្យម៉ត់មកបុកម្ទេសហើយនឹងខ្ទឹមបុកឲ្យម៉ត់ប៉ុន្តែរៀងអង្គើដោយសារតតុកយើងវារៀងអត់សូវមាំតុកទុនបុកទៅអង្គើវារៀងរំខានហើយគ្រូចឲ្យខ្ញុំដាក់ស្ករអានេះស្ករមិនបាល់ទេហើយស្ករហើយនឹងដាក់រ៉ូឌីតិចមកហើយយើងក៏អេតថែមប្រហុកសាច់បន្តិចមកហ្នឹងហើយគ្រឿងផ្សំយើងដាក់តែប៉ុណ្្នឹងទេអត់ដាក់អីច្រើនទេហើយបងប្អូនណាគាត់ខ្លះគាត់ចូលចិត្តស្ករច្រើនបងប្អូនខ្លះគាត់ដាក់ស្ករត្នោតអីចឹងណាតែខ្ញុំអត់ដាក់ស្ករត្នោតដាក់ស្ករសហើយបន្ទាប់មកទៀតថៃឆ្អើដែលយើងទៅឆ្អើមិញហ្នឹងទៅវារៀងក្តៅថៃខ្ចុះណាយើងបេះវាដាក់ទៅហើយយើងក៏បុកវាឲ្យម៉ត់ដោយសារតែវារឹងថៃឆ្អើហ្នឹងវារៀងរឹងស្រួយដែលខ្លាចវាប៉ះឆ្អឹងអញ្ចឹងដោយសារតែស្វាយយើងវាទុំទៅវាអត់សូវជូរទេអញ្ចឹងទៅក៏ខ្ញុំច្បាច់ក្រូចឆ្មាបន្ថែមដើម្បីឲ្យវាមានជាតិជូរបានឆ្ងាញ់ព្រោះខ្ញុំចូលចិត្តបែបជូរប្រៃតែស្វាយហ្នឹងវារៀងទុំវាចិត្តទុំហើយយើងបុកឲ្យម៉ត់ទៅហើយចាំយើងដាក់ស្វាយចូលដល់ពេលដាក់ស្វាយចូលខ្ញុំអត់បុកទេខ្ញុំកូរវាច្បល់វានឹងវែកអញ្ចឹងណាហ្នឹងតែកូរវាខ្ទេចអស់ហើយព្រោះវាស្វាយវាចិត្តទុំឯណាមួយយើងសាប់មិនកបិតមុខពីរទៅវារៀងស្ដើងអញ្ចឹងយើងកូរវាសប់ទៅហ្នឹងហើយកូរសប់ហើយយើងក៏ចាប់ដាក់ចានទៅបានមួយចានបាតនេះណាខ្លាយបានម្ហូបមួយមុខបាតអានឹងគេហៅថាម្ហូបជំនួយចាពេលខ្លះយើងចង់វាបែបប្រៃផ្អែមបែបរៀងក្លិនប្រហុកអីចឹងណាទៅណាមិនឆ្ងាយពីប្រហុកហ្នឹងហើយបានមួយចានហ្នឹងអញ្ចឹងមួយចានហ្នឹងយើងអាចញ៉ាំមួយបាយបាយកកបាយក្តៅឬក៏ខ្លែមអីក៏ដោយស្អែកតែយើងទៅខ្ញុំធ្វើបែបជូរប្រៃទេអត់ផ្អែមទេអញ្ចឹងញ៉ាំមួយបាយបើញ៉ាំលេងវារៀងប្រៃ